ចឹងរៀបសួរអ្នកគ្រូចាខ្ញុំរីករាយណាស់ហើយថ្ងៃនេះខ្ញុំបានឃើញអ្នកគ្រូអ្នកមានសម្លៀកបំពាក់ប្រពៃណីយ៉ាងល្អប្រណិតខ្ញុំក៏បានស្គាល់ថាអ្នកគ្រូជាអតីតសាស្ត្រាចារ្យនៅសាលាវិចិត្រសិល្បៈហើយក៏ជាអតីតតារាឯកនៅក្នុងរបាំបុរាណដែរអ្នកគ្រូមានឈ្មោះថាមិញកុសនីមែនទេចាអ្នកគ្រូអាចឲ្យខ្ញុំសុំសួរពីមនោសញ្ចេតនារបស់អ្នកគ្រូនៅក្នុងសម្លៀកបំពាក់ដ៏ល្អប្រណិតនេះទេចាថ្ងៃនេះជាថ្ងៃទិវាវប្បធម៌ខ្មែរដូច្នេះយើងខ្ញុំទាំងអស់គ្នាហ្នឹងគឺថាចង់បង្ហាញនៅសម្លៀកបំពាក់ពីបរមបុរាណពីដូនតាយើងដែលរក្សាទុកមកឲ្យហ្នឹងគឺថាចង់បង្ហាញនៅក្នុងថ្ងៃនេះដើម្បីឲ្យនារីខ្មែរជំនាន់ក្រោយគ្នាបានស្គាល់ផងចាដូចជាសម្ពុតចងក្បិនផាមួងគឺថាហូលចាមានក្រមាពានាគឺថាឲ្យគ្នាបានស្គាល់ផងជួនកាលក្មេងខ្លះគ្នាអត់បានស្គាល់ចាហើយបានយើងខ្ញុំទាំងអស់គ្នានឹងគឺថាឯកភាពគ្នាថាគឺថាមកស្លៀកសម្លៀកបំពាក់នេះបង្ហាញនៅក្នុងថ្ងៃនេះឯងគឺថាជាថ្ងៃទិវាវប្បធម៌ខ្មែរចាអរគុណណាអរគុណអ្នកគ្រូដែលមានប្រសាសន៍បានល្អណាលើកឡើងអំពីសម្លៀកបំពាក់ដ៏ល្អប្រណិតរបស់នារីខ្មែរយើងចាស់តើសម្លៀកបំពាក់បែបនេះអ្នកគ្រូគេប្រើនៅពេលណាដែរប្រើពេលបុណ្យជាតិខ្មែរចាបុណ្យជាតិខ្មែរត្រូវតែស្លៀករបៀបនឹងឯងចាស្លៀកខោលផាមួងចាចាស់ក្រៅពីនៅក្នុងពិធីបុណ្យជាតិហ្នឹងតើអ្នកគ្រូអាចស្លៀកសម្លៀកបំពាក់នេះនៅក្នុងពិធីអ្វីដែរមង្គលការក៏ត្រូវស្លៀកអញ្ចឹងដែរចាអញ្ចឹងយើងអាចស្លៀកបំពាក់នេះនៅក្នុងពិធីមង្គលការគឺយើងទៅជាភ្ញៀវកិត្តិយសចាចាស់បើសិនជាយើងស្លៀកអញ្ចេះទៅក្នុងភ្ញៀវកិត្តិយសតើបានទេអ្នកគ្រូចាស្លៀកទៅរបៀបនេះទៅជាភ្ញៀវកិត្តិយសមិនបានទេនេះគឺគេជាសម្លៀកបំពាក់នៅក្នុងដូចថាជាម្ដាយឪពុកសម្រាប់ដេញការកូនគឺថាអាចស្លៀកបំពាក់អញ្ចេះបានជាភ្ញៀវទៅដូចថាទទួលទានការអីគឺថាស្លៀកមិនបានទេចាមានសម្លៀកបំពាក់ផ្សេងទៀតដូចផាមួងគឺថាសម្ពុតផាមួងសម្ពុតបត់ឬអាវផាមួងដែរចាការបង្ហាញសម្លៀកបំពាក់របស់នារីខ្មែរយើងនេះគឺថាជាការមួយដែលលើកស្ទួយពីវិស័យវប្បធម៌យើងចាព្រោះសប្តាហ៍ថ្ងៃនេះស្ទើរតែនឹងបាត់បង់ទៅហើយអស់រយៈកាលជាង10ឆ្នាំក្រោយមកនេះគឺថាតាំងនាមខ្ញុំជាសិល្បករសិល្បករនីទាំងអស់យើងខ្ញុំចង់បង្ហាញថាអ្វីដែលមានលក្ខណៈជាខ្មែរហើយនឹងខំរក្សាសម្លៀកបំពាក់ខ្មែរនឹងឲ្យទូទាំងសកលលោកគេស្គាល់ថាអ្វីទៅខ្មែរនោះដូច្នេះខ្មែរគឺមានលក្ខណៈក្បិនហូលផាមួងចាជាពិសេសគឺក្នុងពិធីបុណ្យអីយើងមានពានាក្រមាក្រៅពីស្លៀកសម្ពុតហូលឬផាមួងពាក់អាវពណ៌សនោះតើយើងអាចប្រើពណ៌អ្វីទៀតជាមួយនឹងសម្ពុតទាំងអស់នេះបានទេចាចាបានចាកាលណាសម្ពុតខៀវយើងប្រើអាវពណ៌ផ្ទៃនេះខ្ចីឬក៏ខៀវកំ pl ែងចាអញ្ចឹងរឿងសមិនទាស់ទេចាពណ៌អីក៏បានដែរសម្ពុតចាបើអញ្ចឹងពណ៌សនេះគឺយើងអាចប្រើជាមួយនឹងពណ៌អីក៏បានដែរប៉ុន្តែក្នុងពិធីជាផ្លូវការចាបើសិនជាយើងចូលទៅក្នុងពេលដូចជាបុណ្យកឋិនបុណ្យអុំទូកឬបុណ្យផ្កាអ្វីដែលតាក់ទងនឹងបុណ្យប្រពៃណីជាតិយើងគឺយើងអាចពាក់អាវតាមពណ៌សម្ពុតបានចាបានសងគឺថាមិនរើសចាពិធីការកន្លែងណាគឺចាំបាច់សនឹងគឺល្អហ្មងចាអរគុណណាស់អ្នកគ្រូតើនៅក្នុងការប្រើពណ៌នេះបើសិនជានៅពេលព្រឹកយើងប្រើពណ៌របៀបនេះចាប់បើនៅពេលយប់វិញតើយើងប្រើពណ៌របៀបម៉េចចានៅពេលយប់គឺថាគេច្រើនតែប្រើពណ៌ឆើតចាឆើតហើយមានចាក់ជើងភ្លឺបន្តិចចាដូចជាពណ៌បៃតងសបកអាឡឹកយើងទៅចាក់ជើងពណ៌ទឹកមាសតិចទៅឬចាក់ជើងពណ៌ប្រាក់អីទៅចានឹងគឺថាចង់បង្ហាញសម្លៀកបំពាក់រាត្រីចាតែនៅតែប្រើថាផាមួងដដែលផាមួងឬហូលតែហូលអត់មានជាចាក់ជើងមាសទេចាហូលចាក់ជើងដែរតែចាក់ជើងនឹងរបៀបជាហូលយើងជាហូលហ្មងក្បាច់ជាហូលមិនមានតែផាមួងឯងដែលចាក់ជើងលាយសោតលាយដេញសេះសយចាតើយើងអាចយកអន្លូញឬចោរបាប់ទៅកាត់ជាសម្លៀកបំពាក់រាត្រីឬក៏ពេលមង្គលការបានទេចាអត់ទាស់ទេចាអត់ទាស់ទេដូចគ្នាចាអន្លូញក៏ជាដូចថាប្រមួងហូលយើងដែរចាជារបស់ខ្មែរយើងដែលធ្វើពីដើមមកចាដូចគ្នាអញ្ចឹងនៅពេលរាត្រីសមោសតើយើងអាចប្រើក្រមាអញ្ចឹងបានទេរាត្រីសមោសគឺថាมันអាចពានាអញ្ចឹងបានគេត្រូវតែដូចថាដណ្ដប់វិញ
ចាជាដណ្ដប់វិញតែចូលក៏ជាសាច់ដេញផាមួងដែរជាកម្មាសោតណាចាសោតយ៉ាងដែរតែឲ្យវាស៊ីនឹងដេញនៃជើងនឹងជាយអាចាគេយកមកដកបកក្របដណ្ដប់ពីលើអញ្ចេះវិញ